ខ្ញុំផងជួយខ្ញុំផងបងជាអ្នកមានគុណដ៏អស្ចារ្យម្នាក់ដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំបើមិនមានវត្តមានបងពេលនេះទេខ្ញុំប្រកាសជាមិនរស់ទេថ្ងៃនេះ មិនជាអ្វីទេយើងគួរតែឡើងទៅលើសិនព្រោះយើងទៅទឹកអស់ហើយបងអ្នកមានគុណអើយខ្ញុំមិនមានអ្វីជាការសងគុណទេអនុញ្ញាតឲ្យខ្ញុំដើរតាមបងនិងធ្វើជាអ្នកបម្រើបងទៅណាខ្ញុំនឹងតាមបម្រើបងគ្រប់ទីកន្លែងចេញពីទឹកចិត្តរបស់ខ្ញុំជាកូនកសិករក្រីក្រមួយរូបតែខ្ញុំនឹងព្យាយាមបម្រើបងគ្រប់បែបយ៉ាងជូនបងវិញមិនឲ្យទាស់ចិត្តឡើយលឿនឡើងមកលើក្តារនេះមកអូបងអ្នកមានគុណអើយហេតុអីបងធ្វើបែបនេះទុកវាចោលនឹងហើយក្បូននេះមិនអាចទ្រាំទម្ងន់ធ្ងន់ជាងនេះបានទេវានឹងលេចជាមិនខានសមទេដែលយើងយកជីវិតយើងទាំងពីរមកសង្គ្រោះជីវិតសត្វកញ្ជ្រោងមួយក្បាលនេះជួយខ្ញុំផងបងពិតជាគ្រោះថ្នាក់ណាស់បងកុំជួយវាទៀតអីបើជួយវាទៀតពួកយើងពិតជាស្លាប់ជាមិនខានខ្ញុំមិនអាចទុកវាឲ្យងាប់បានទេខ្ញុំត្រូវតែជួយវាអរគុណដែលបានជួយសង្គ្រោះខ្ញុំនឹងសងគុណអ្នកវិញនៅពេលក្រោយយើងនឹងមិនភ្លេចគុណអ្នកទេយើងនឹងសងគុណអ្នកនៅថ្ងៃណាមួយគឹមហួតយកលុយទៅទិញអង្ករហើយចែកអ្នកភូមិក្រីក្រទាំងនោះទៅចុះវាយមិនអាចមើលមនុស្សនៅក្នុងភូមិទាំងអស់នោះទេលោកព្យាបាលគាត់ដោយឥតគិតថ្លៃហើយឥឡូវនេះទិញអង្ករឲ្យពួកគេទៀតខ្ញុំនឹងជួយពួកគេតាមលទ្ធភាពដែលអាចជួយបានទៅប្រញាប់ទៅហើយប្រញាប់មកវិញបាទចុះវាយខ្ញុំបានបម្រើគាត់អស់រយៈពេលយូរគួរសមដែរហើយតែគាត់មិនដែលឲ្យខ្ញុំសូម្បីតែមួយកាក់មួយសេនតែគាត់បែរជាចំណាយលុយជូនជនក្រីក្រដែលគួរឲ្យស្អប់ទាំងនោះទៅវិញខ្ញុំត្រូវតែរកវិធីលួចលុយគាត់ឲ្យបានដឹងហើយចាំមើលជំរាបសួរលោកប្រធានភូមិគ្រូពេទ្យម្នាក់នេះអាក្រក់ណាស់គាត់បានប្រើមន្តអាគមបោកប្រាស់អ្នកជំងឺអស់ជាច្រើនអ្នកហើយខ្ញុំពិតជាខ្លាចគាត់ធ្វើឲ្យប្រជាជននៅទីនេះមានបញ្ហាណាស់ពិតមែនឬយ៉ាងណាតើលោកគ្រូពេទ្យប្រើមន្តស្នេហ៍ដោយរបៀបណាបាទលោកខ្ញុំធ្លាប់ទៅធ្វើជាឈ្នួលបម្រើនៅផ្ទះរបស់គាត់ជឿខ្ញុំទៅមានអ្នកជំងឺជាច្រើនបានមកព្យាបាលជំងឺនៅផ្ទះគាត់ជារៀងរាល់ថ្ងៃមិនឃើញទេឬទ្រព្យសម្បត្តិរបស់គាត់មានកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃមែនហើយខ្ញុំនឹងចាប់ខ្លួនគាត់ហើយធ្វើការស៊ើបអង្កេតដោយយកចិត្តទុកដាក់ជូនមិនក៏ចាប់ខ្លួនគ្រូពេទ្យគីមបួយអញ្ចឹងគាត់ជាគ្រូពេទ្យដ៏ល្អតែតែជួយពួកយើងនិងជនក្រីក្រដទៃទៀតប្រហែលជាពួកគេមានការយល់ច្រឡំហើយអ្នកមានគុណជួយសង្គ្រោះជីវិតយើងពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ហើយដល់ពេលដែលពួកយើងត្រូវទៅជួយគាត់វិញហើយត្រូវហើយតោះយើងប្រញាប់ឡើងខ្ញុំអាចជួយប្រធានភូមិបានអនុញ្ញាតឲ្យខ្ញុំចូលទៅជួបគាត់បន្តិចប្រញាប់ឡើងលោកម្ចាស់បុរសម្នាក់នេះគាត់អាចជួយលោកបានលោកប្រធានភូមិមានតែលោកគ្រូពេទ្យគីមបួយទេដែលអាចព្យាបាលជំងឺលោកបានពិតឬបើខ្ញុំកុហកមែនលោកចង់ធ្វើអីក៏ធ្វើចុះឬអាចសម្លាប់ខ្ញុំចោលក៏បាននាំលោកគ្រូពេទ្យគីមបួយមកជួបខ្ញុំមកបាទលោកម្ចាស់ជំងឺរបស់លោកគឺបណ្ដាលមកពីអ្នកបម្រើរបស់លោកគ្រូពេទ្យគីមបួយគាត់បាននិយាយកុហកលោកទាំងអស់ពិតឬបាទពិតមែនហើយលោកគ្រូគីមបួយអរគុណដែលលោកជួយសង្គ្រោះខ្ញុំអនុញ្ញាតឲ្យខ្ញុំសូមទោសដែលខ្ញុំចាប់ខ្លួនច្រឡំខ្ញុំនឹងចាប់អ្នកបម្រើគីមហួតដាក់គុកជួយជួយខ្ញុំផងខ្ញុំដឹងខុសហើយរឿងមិនល្អទាំងនេះកើតចេញពីបុរសអាក្រក់មួយរូបនេះគ្រូពេទ្យបានជួយសង្គ្រោះអ្នកតែអ្នកបែរជាធ្វើអំពើអាក្រក់ដាក់គាត់ទៅវិញកើតជាមនុស្សមិនគួររមិលគុណដាក់គេអញ្ចឹងទេចាប់វាដាក់គុកភ្លាមទៅអំពើល្អនឹងមិនសាបសូន្យនៅពេលដែលយើងជួយគេទោះបីមិនបានទទួលបានផលចំណេញអ្វីក៏ដោយ
តែទង្វើល្អមួយនោះនឹងនៅតាមជួយយើងក្នុងស្ថានភាពលំបាកណាមួយជាមិនខានមានក្មេងប្រុសក្រីក្រម្នាក់អង្គុយលក់នំប៉័ងក្រោមដំណក់ភ្លៀងយ៉ាងខ្លាំងនៅកាច់ជ្រុងផ្លូវមួយព្យុះភ្លៀងបក់បោកខ្លាំងមាននរណាជួយទិញគាត់ទីបំផុតមានអតិថិជនម្នាក់ចូលទិញហើយសួយដល់ហើយភ្លៀងនោះភ្លៀងរកតែលក់ដូរមិនបានសោះបងជួយទិញនំប៉័ងខ្ញុំខ្លះទៅបងឲ្យបងពីដើមអូនចាំបន្តិចបងខ្ញុំយកឲ្យមួយដើម 2000 រៀលក្តៅស្រួយព្រំពេជ្រនោះមានការប្រកាសអាសន្នជាសាធារណៈមួយនិងមានទឹកជំនន់ជន់ឡើងនៅពេលឆាប់នេះអ្នកទាំងអស់គ្នារត់ទៅរកកន្លែងសុវត្ថិភាពជាបន្ទាន់ឧសភាប្រមូលនំប៉័ងដាក់ចូលប្រអប់ស្នោយ៉ាងធំរបស់គាត់និងអតិថិជនត្រូវលិចលង់ក្នុងចំនួននោះពួកគាត់មានសំណាងល្អដែលនៅរស់រានមានជីវិតនៅលើទីទួលខ្ពស់មួយដែលពួកយើងមិនអាចបំភ្លេចបាននៅទីកន្លែងមួយនោះទឹកជំនន់ជន់លិចមនុស្សគ្រប់រូបស្ទើរតែរងគ្រោះរួមទាំងឧសភានិងអតិថិជនរបស់ខ្លួនចៃដន្យឧសភានិងអតិថិជនរបស់គេបានស្វែងរកទីទួលដោយសុវត្ថិភាពទឹកជំនន់អីសែនអាក្រក់យ៉ាងនេះខ្ញុំគិតថាពួកយើងបាត់បង់ជីវិតបាត់អស់ទៅហើយតែសំណាងណាស់ដែលពួកយើងឡើងមកទីខ្ពស់មួយនេះអ្នកផ្សេងទៀតយ៉ាងណាហើយមិនក៏នៅតែយើងពីរនាក់អញ្ចឹងអូប្រហែលពួកគេត្រូវលិចលង់នៅកន្លែងផ្សេងហើយសង្ឃឹមថាពួកគេមិនអីទៅចុះខ្ញុំមិននឹកស្មានថាក្នុងខណៈនេះខ្ញុំនៅសល់នំប៉័ងក្នុងប្រអប់ស្នោដ៏ធំមួយនេះសោះបងឃ្លានខ្លាំងណាស់អត់ទាន់បានញ៉ាំអីតាំងពីល្ងាចមិញរហូតដល់ថ្មនេះដួសនំប៉័ងឲ្យបងវិញបានទេអូវាមិនថ្លៃអីណាស់ណាទេបងតែខ្ញុំមិនលក់ទេខ្ញុំទុកវាត្រៀមសម្រាប់ញ៉ាំពេលមានចំនួនបែបនេះលួយបងមកបងឲ្យ 20,000 ក្នុងមួយដើមព្រមលក់ទេ20,000 រៀលចំណេញច្រើនថាគាត់ប្រហែលជាមានលុយច្រើនហើយមើលទៅខ្ញុំនឹងមានឱកាសខ្លាចជាអ្នកមានហើយអញ្ចឹងបងឲ្យខ្ញុំក្នុងតម្លៃថ្លៃហើយតែក្នុងស្ថានភាពនេះនំប៉័ងរបស់ខ្ញុំគឺមានតម្លៃជាងបើបដូរនំប៉័ងទាំងអស់នេះជាមួយនឹងប្រាក់ទាំងអស់របស់បងតើគិតយ៉ាងណាដែរលុយទាំងអស់របស់ខ្ញុំសម្រាប់នំប៉័ងនេះច្រើនពេកទេដឹងបើបងមិនព្រមក៏មិនអីដែរខ្ញុំគិតថាអត់មានជំរឿអីទៀតទេអញ្ចឹងវានឹងរងផលប៉ះពាល់យូរថ្ងៃទីទម្រាំតែអាកាសធាតុល្អឡើងវិញបើខ្ញុំមិនមានអីញ៉ាំទេខ្ញុំច្បាស់ជាដាច់ពោះស្លាប់ជាមិនខានអូខេដូរក៏ដូរចុះអញ្ចឹងខ្ញុំខ្លាចជាអ្នកមានហើយពេលនេះយេមិនយូរប៉ុន្មានក្តីសុខរបស់ឧសភាក៏មានការផ្លាស់ប្ដូរគាត់ត្រូវប្រឈមនឹងភាពអត់ឃ្លានជាទម្ងន់ពីមួយថ្ងៃទៅមួយថ្ងៃគាត់ត្រូវញ៉ាំប្រចាំថ្ងៃវិធីសាស្ត្រតែមួយគត់គឺគាត់ត្រូវទិញនំប៉័ងពីអតិថិជនរបស់គាត់វិញមួយថ្ងៃក្រោយមកតើអ្វីជាការសម្រេចចិត្តពិតប្រាកដចង់ចំណេញអូយឃ្លានខ្លាំងណាស់តែមិនធ្វើទេខ្ញុំមានលុយច្រើនបន្ទាប់ពីទឹកស្រកខ្ញុំអាចញ៉ាំអ្វីដែលខ្ញុំចង់ញ៉ាំបាន3ថ្ងៃក្រោយមកមិនក៏ទឹកចំនួនមិនទាន់ស្រកអញ្ចឹងមិនស្រកសូម្បីតែបន្តិចអោម្ចាស់ថ្លៃអើយឃ្លានខ្លាំងណាស់ទ្រាំមិនបានទេបើដឹងអញ្ចឹងខ្ញុំទុកវាសម្រាប់ញ៉ាំហើយបងបងអាចលក់នំប៉័ងឲ្យខ្ញុំវិញបានទេខ្ញុំគិតថាអ្នកត្រូវការលុយជាងនំប៉័ងមនុស្សណានរណាមិនត្រូវការញ៉ាំនោះអញ្ចឹងខ្ញុំអាចលក់អ្នកបានខ្លះប៉ុន្តែពិតឬចិត្តបានណាស់ប៉ុន្តែមិនវិញបងប៉ុន្តែខ្ញុំត្រូវការទុកវាខ្លះសម្រាប់ការបន្តរស់រានមានជីវិតខ្ញុំអាចលក់តែពាក់កណ្ដាលទេហើយបើចង់ទិញតោះតែឲ្យលុយខ្ញុំទាំងអស់មកវិញនិយាយមែនឬលេងហ្នឹងនំប៉័ងនេះដូចជាមួយលុយទាំងអស់របស់ខ្ញុំចង់លេងហ្គេមនេះជាមួយខ្ញុំមែនទេគ្មានផ្លូវទេគាត់មានការស្ទាក់ស្ទើរចិត្តពេលដែលអតិថិជនរបស់គាត់សួរព្រមដូរជាមួយលុយរបស់គាត់ដោយកាលគាត់ធ្វើពីមុនឧសភាដួលមួយរំពេចគាត់ឃ្លានខ្លាំងរហូតមិនអាចទប់លំនឹងខ្លួនឯងបានឃើញទេអ្នកឃ្លានរហូតដល់គ្មានកម្លាំងសូម្បីតែឈរទឹកចំនួនក៏មិនទាន់ស្រស់រហូតដល់3ថ្ងៃទៀតយ៉ាងតិចបើសិនជាអ្នកនៅតែទុកលុយនេះអ្នកនឹងដាច់ពោះស្លាប់ជាមិនខានខ្ញុំដឹងខ្ញុំយល់ព្រមវាមិនទាន់ហួសពេលសម្រាប់អ្នកទេភាពលោភលន់វានឹងធ្វើយើងសម្រេចចិត្តខុសបើយើងមិនមានអីញ៉ាំទេយើងក៏មិនអាចរក្សាលុយនោះបានដែរឥឡូវឲ្យលុយនោះមកខ្ញុំនឹងឲ្យអ្នកវិញនៅតម្លៃស្មើគ្នានៃតម្លៃដើម 2000 មួយដើមយើងមិនគួរលោភលន់ទេនៅស្ថានភាពបែបនេះទីបំផុតគាត់ក៏ឯកភាព
តែអតិថិជនដាក់លក្ខខណ្ឌជាមួយគាត់ដូរនំប៉័ងមួយជាមួយនឹងប្រាក់ទាំងអស់របស់ឧសភាព្រមទាំងគិត 2000 រៀលក្នុងមួយដើមឧសភាអរគុណអតិថិជនដែលបានបង្រៀននៅមេរៀនមួយនេះជីវិតរបស់យើងមិនត្រូវលោភលន់ទេអ្វីដែលជារបស់យើងវានៅតែជារបស់យើង សួយដល់ហើយទូ ATM កៀងរត់តែដកលុយមិនបានអូនៅនោះបើកទ្វារតើអូសួស្ដីកញ្ញា ជំរាបសួរលោកពូ ខ្ញុំចង់ដកលុយពី ATM សូមអញ្ជើញបំពេញបែបបន់ ណែខ្ញុំចង់ដកលុយ 40000 រៀល ដក 40000 ទេឬបើអញ្ចឹងសូមអញ្ជើញទៅដកម៉ាស៊ីននៅខាងមុខខាងនាងខ្ញុំប្រតិបត្តិតែលុយច្រើនទេ ខ្ញុំបានដកនៅទីនោះរួចហើយតែម៉ាស៊ីនវាមិនដំណើរការដូច្នេះហើយខ្ញុំក៏មកទីនេះដើម្បីសុំជំនួយពីក្មួយ ពូអាចរកកន្លែងផ្សេងទៀតដើម្បីដកវាបាន ចិត្តនឹងមានតែទូនឹងមួយទេហើយវាកៀងទៀតជួយពូបន្តិចមកណាក្មួយស្រី នេះជាគោលការណ៍របស់ធនាគារនាងខ្ញុំគ្មានការយោគយល់នៅទីនេះទេ ជួយពូបន្តិចទៅណា អតិថិជនបន្ទាប់សូមចេញចូលចេះតែមានហើយ 40000 រៀលមកដល់ធនាគារដែរហើយចង់ដកនៅទីនេះទៀតមើលគាត់អាយមិនអាយខោមិនខោហេមើលមិនយល់ ហេតុអីបានជានាងមានអាកប្បកិរិយាបែបហ្នឹងខ្ញុំនឹងផ្ដល់មេរៀនមួយដល់នាង មកទៀតហើយហ៎កុំមករំខានពេលវេលាខ្ញុំទៀតអី ខ្ញុំមកនេះមិនមែនមកដកលុយតែ 40000 រៀលទេគឺខ្ញុំត្រូវការដកទាំងអស់ពីគណនីរបស់ខ្ញុំ មានប្រមាណនៅក្នុងនឹង ពិនិត្យមើលសិនទៅដឹងហើយ ព្រះម្ចាស់ថ្លៃ400លានរៀល បាទប៉ុណ្ណឹងគេចាត់ទុកថាលុយច្រើនហើយឬនៅ ចាចាំតែលោកពូខ្ញុំនឹងដកជូនឆាប់ឆាំអធិស្ឋានដោយគណនីរបស់លោកពូមានទឹកប្រាក់ច្រើនមិនអាចដកក្នុងពេលតែមួយបានទេសូមលោកពូអធិស្ឋាន ថាម៉េចកំពុងនិយាយស្អីនឹងថាលុយតិចមិនដកឲ្យលុយច្រើនហើយនៅតែដកមិនបានទៀតធនាគាររបស់អ្នកធ្វើការយ៉ាងម៉េចនេះ អធិស្ឋានលោកពូគណនីរបស់លោកពូមានទឹកប្រាក់ច្រើនដូច្នេះលោកពូត្រូវតែប្រាប់មកខាងនាងខ្ញុំមុនមួយថ្ងៃ បើអញ្ចឹងខ្ញុំនឹងទៅជួបអ្នកគ្រប់គ្រងរបស់អ្នក លោកពូសូមរក្សាចិត្តឲ្យស្ងប់វាជាបទបញ្ជារបស់ធនាគារនាងខ្ញុំតែពេលនេះលោកពូអាចដកបានមួយចំនួនហើយអាចមកដកម្ដងទៀតនៅពេលរសៀល ឥឡូវខ្ញុំអាចដកបានប្រមាណ លោកពូអាចអង្គុយរងចាំបន្តិចបានទេលោកពូអាចដកបាន100លានមុន បើអញ្ចឹងដកឲ្យខ្ញុំ100លានឥឡូវមក លោកពូសូមចេញមកទទួលលុយ បាទឥឡូវខ្ញុំចង់ដាក់ចូលគណនីរបស់ខ្ញុំ99លាននិង960,000 រៀល ថាម៉េចលោកពូមានប្រសាសន៍យ៉ាងម៉េច ខ្ញុំចង់ដាក់លុយចូលក្នុងគណនីរបស់ខ្ញុំ99លាននិង960,000 រៀល លោកពូទៅដកអាមិញតើ បាទតែខ្ញុំមិនចង់ដាក់លុយតាមខ្លួនច្រើនបែបនេះទេជួយរៀបចំដំណើរការរក្សាទុកឲ្យខ្ញុំផង ហេតុអីបានជាលោកពូធ្វើអញ្ចឹងមានដឹងទេថានាងខ្ញុំពិបាករាប់លុយជូនលោកពូ កុំប្រាប់ខ្ញុំថាច្បាប់ធនាគាររបស់អ្នកមិនអាចដាក់ប្រាក់ច្រើនចូលគណនីណាខ្ញុំនឹងរាយការណ៍ទៅថ្នាក់លើជាមិនខាន អ្នកធ្វើអញ្ចឹងត្រូវហើយនាងគួរតែគោរពអតិថិជនរបស់នាងមែនហើយអ្នកធ្វើអញ្ចឹងត្រូវហើយនាងគួរតែគោរពអតិថិជនរបស់នាង